រៀបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ ICT Learning អ្នកទាំងអស់គ្នាធ្លាប់ជួបនៅបញ្ហា Office ដាច់ license ទៅអត់មកថ្ងៃនេះមករៀនដោះស្រាយវាជាមួយខ្ញុំជាដំបូងយើងចូលមកកាន់ Word របស់យើងសិនមកដើម្បីយើងមើលថាតើវាដាច់ license បែបណាមកចុះវា load បែបនេះបានន័យថា Word របស់យើងដាច់ license ហើយអូខេហើយសម្រាប់ version របស់ខ្ញុំវិញគឺ2021នេះគឺ version របស់ខ្ញុំ version Office ដែលខ្ញុំប្រើថ្ងៃបាទអញ្ចឹងយើងចូលទៅកាន់ browser របស់យើងមកអូខេអញ្ចឹងខ្ញុំចូលទៅកាន់ Google Chrome បន្តមកទៀតយើង search ថា Office ហើយយើងសរសេរ version របស់យើង2021ចូល activate.txt ឬមួយក៏គ្នាយើងដាក់ txt ទេក៏បានដែរកន្លែងហ្នឹងអូខេអញ្ចឹងយើងចូលមកកាន់នេះយើងឃើញគេហទំព័រ GitHub ហើយនឹង activate all version អញ្ចឹងខ្ញុំយក activate all version បន្តមកទៀតយើង copy source code របស់យើងមក source code ទាំងអស់ហ្នឹងរួចហើយយើងធ្វើការទៅបើក notepad របស់យើងមួយមកនៅលើ computer ក្រោយពីបើក notepad មកយើងបើក notepad ហើយយើងផាសនៅអ្វីដែលយើងបាន copy ចូលបាញ់មិញហ្នឹងយើងផាសវាមកវិញទាំងអស់រួចធ្វើការ save file ហ្នឹងអូខេអញ្ចឹងក្រោយមកខ្ញុំចូល save as ចូល desktop បន្តមកទៀតគ្នាយើងដាក់ឈ្មោះ file របស់យើងមកអញ្ចឹងសម្រាប់ខ្ញុំដាក់ថា Office Activator អូខេ activator.cmd អ្នកទាំងអស់គ្នាត្រូវដាក់ extension .cmd ដើម្បីអាច run វាជាមួយនឹង cmd បានខ្ញុំចុច save អញ្ចឹងក្រោយពីយើងចុច save យើងនឹងទទួលបាននៅ file មួយគឺ Office Activator ក្រោយមកទៀតនៅពេលដែលយើងបាន file រួចហើយយើងត្រូវចូលទៅកាន់ Windows Security អូខេយើងចូលមកកាន់ Windows Security មកបន្ទាប់ពីចូលទៅកាន់ Windows Security យើងយកពាក្យថា virus រួចហើយរកពាក្យថា manage setting គ្នាយើងចុចលើ manage setting នៅត្រង់កន្លែង real time protection គ្នាយើងបិទវាមកអញ្ចឹងក្រោយពីបិទ real time protection នឹងហើយយើងអាចទៅការ run file នឹងបានហើយអញ្ចឹងចុចមកស្ដាំលើ file យកពាក្យថា run as administratorរងចាំវាមកផ្លែតអញ្ចឹងនៅពេលដែលយើង run file ហ្នឹងហើយវានឹង load តម្រងបែបហ្នឹងមកយើងគ្រាន់តែធ្វើការរងចាំវាមកចឹងនៅពេលដែលវា load ពាក្យថា success បែបនេះ successful បែបហ្នឹង product activation successful នៅពេលដែលវា load ថា product activation successful បានន័យថា Office របស់យើងគឺបាន activate រួចរាល់ហើយយើងអាចប្រើប្រាស់វាបានហើយអញ្ចឹងយើងអាចបិទវាបានហើយបន្តមកទៀតកន្លែងនេះខ្ញុំ recommend ឲ្យគ្នាយើង restart ម៉ាស៊ីនម្ដងសិនតែបើគ្នាយើងអត់ restart ក៏បានដែរអត់អីណាសម្រាប់ខ្ញុំចូលទៅបើក Word យកតែម្ដងអញ្ចឹងខ្ញុំចូលមកបើក Word មកក្រោយពីខ្ញុំបើក Word មកខ្ញុំឃើញថាវាអត់មាន load ដាក់ផ្ទាំងមិញមកទៀតទេអញ្ចឹងចូលទៅមើល blank document យើងអាចប្រើប្រាស់បានវាធម្មតាហើយអញ្ចឹងបានន័យថាវាដំណើរការវិញហើយវាអត់មានបញ្ហាទៅលើការដាច់ license ទៀតទេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំសង្ឃឹមថានឹងជួយអ្នកទាំងអស់គ្នានៅក្នុងការ activate បានអរគុណជម្រាបលា